ជំងឺទឹកនោមផ្អែមប្រភេទទី3បណ្ដាលមកពីជំងឺលំពែងដូចម្តេចហៅថាជំងឺទឹកនោមផ្អែមប្រភេទទី3បើតាមលោកស្រីវេជ្ជបណ្ឌិតលីស្រីវីណាជំងឺទឹកនោមផ្អែមប្រភេទនេះមានឈ្មោះថា Type 3C Diabetes ដែលកើតលើមនុស្សមានរលាកលំពែងវះកាត់លំពែងឬមហារីកលំពែងអាចកើតលើអ្នកដែលមានកត្តាដំណពូជ Cystic Fibrosis និង Hemochromatosis វាមាន 9% នៃអ្នកជំងឺទឹកនោមផ្អែមលំពែងគឺជាសរីរាង្គសំខាន់ក្នុងការផលិតអ៊ីនស៊ូលីនដែលយកទៅរក្សាលំនឹងជាតិស្ករនៅក្នុងខ្លួនប្រាណជំងឺលំពែងធ្វើឲ្យមានការប៉ះពាល់ទៅដល់ការផលិតអ៊ីនស៊ូលីនបង្កឲ្យទៅជាជំងឺខ្វះអ៊ីនស៊ូលីនការធ្វើរោគវិនិច្ឆ័យចំពោះជំងឺទឹកនោមផ្អែមប្រភេទទី3ជាទូទៅការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមប្រភេទនេះមានការលំបាកពីព្រោះវាងាយនឹងច្រឡំជាមួយនឹងទឹកនោមផ្អែមប្រភេទទី1និងប្រភេទទី2ដើម្បីបែងចែកទឹកនោមផ្អែមប្រភេទនេះពីទឹកនោមផ្អែមប្រភេទផ្សេងៗទៀតយើងត្រូវមើលតែឈាមរកការរលាកលំពែងកម្រិតអ៊ីនស៊ូលីននិង C peptide ពិនិត្យរោគ autoimmune marker របស់ DM1 ដើម្បីបញ្ជាក់ថាវាមិនមែន DM1ថតអេកូឬ MRI លំពែងរកការរលាកនិងដុំគិសឬដុំសាច់ក្នុងលំពែងរកកង្វះវីតាមីន A D E K មន្ទីរពហុព្យាបាលលីស្រីវីណាមានទទួលពិនិត្យឈាមលម្អិតរកជំងឺទឹកនោមផ្អែមដែលមានភាពច្បាស់លាស់និងទំនុកចិត្តយើងអាចបែងចែកប្រភេទទឹកនោមផ្អែមដើម្បីរៀបចំការទទួលព្យាបាលទាន់ពេលវេលាអាចរកការប្រឈមឃើញជាមុនជាច្រើនឆ្នាំដើម្បីបញ្ជៀសតាមរយៈការរៀបចំរបបអាហារការហាត់ប្រាណនិងកែប្រែរបៀបរស់នៅតើត្រូវព្យាបាលដូចម្តេចលោកស្រីវិជ្ជបណ្ឌិតលីស្រីវីណាបានបន្តថាតាមការពិសោធន៍របស់អ្នកវិទ្យាសាស្ត្រនិងវិជ្ជបណ្ឌិតក្នុងឆ្នាំ2025គេបានរកឃើញថាថ្នាំ Metformin 1000 មីលីក្រាម2ដងក្នុងមួយថ្ងៃនិងចាក់ថ្នាំអ៊ីនស៊ូលីនចំនួន16 IU គឺល្អបំផុតសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី3មន្ទីរពហុព្យាបាលលីស្រីវីណាមានសេវាធ្វើតេស្តឈាមលាមកទឹកនោមសំណាកក្នុងមាត់ច្រមុះបំពង់កនិងសរីរាង្គភេទបុរសនិងស្ត្រីបើលោកអ្នកចង់មកពិគ្រោះយោបល់អំពីជំងឺទឹកនោមផ្អែមសូមតាក់ទងមកលេខទូរស័ព្ទឬ Telegram 099 990 988ឬ070 990 988ឬ085 990 988ឬលោកអ្នកអាចអញ្ជើញមកមន្ទីរពហុព្យាបាលលីស្រីវីណាដោយផ្ទាល់ដែលស្ថិតនៅផ្ទះលេខ317ផ្លូវ430សង្កាត់ទួលទំពូង2ខណ្ឌចំការមនរាជធានីភ្នំពេញ